បាទសូមគោរពនឹងជំរាបសួរប្រិយមិត្តពុកម៉ែបងប្អូនទាំងអស់គ្នាដែលនិយមលេងជាមួយនឹងតម្រុយលេងឆ្នោតយួនប្រិយមិត្តបាទថ្ងៃនេះគឺយើងវិលមកជួបប្រិយមិត្តពុកម៉ែបងប្អូនទាំងអស់គ្នាជាថ្មីគឺយើងបានពំនាំក៏ដូចជាគុណគូយកតម្រុយបាទសម្រាប់បាទថ្ងៃថ្មីសម្រាប់ចែកជូនដល់ប្រិយមិត្តពុកម៉ែបងប្អូនទាំងអស់គ្នាសម្រាប់បាទលេងនៅថ្ងៃទីបាទ27ខែ8ឆ្នាំ2026អញ្ចឹងប្រិយមិត្តទាំងអស់គ្នាដែលទើបតែចូលមក Channel ខ្ញុំបាទថ្មីហើយមិនទាន់បានជួយចុច Like ក៏ដូចជា Subscribe ប្រិយមិត្តទាំងអស់គ្នាកុំភ្លេចជួយចុច Like ក៏ដូចជា Subscribe ដើម្បីទទួលបាននៅរាល់តម្រុយដែលច្បាស់ពី Channel ខ្ញុំបាទតម្រុយឆ្នោតអាវងអញ្ចឹងកុំឲ្យខាតពេលវេលាប្រិយមិត្តពុកម៉ែបងប្អូនទាំងអស់គ្នាយូរយើងមកងាកមើលជាមួយនឹងតម្រុយបាទសម្រាប់បាទថ្ងៃស្អែកបាទតម្រុយនៅថ្ងៃស្អែកបាទគឺថ្ងៃទី27បាទអា2លេខយើងបាទក្នុងទី1បាទគឺយើងមានបាទ52ហើយខ្ទង់ទី2បាទគឺយើងមានបាទ34ហើយខ្ទង់ទី3គឺយើងមានបាទ68អញ្ចឹងសម្រាប់2លេខគឺយើងអានជូនប្រិយមិត្តពុកម៉ែបងប្អូនទាំងអស់គ្នាសម្ដាប់រួចហើយឥឡូវយើងមកមើលជាមួយនឹង3លេខ3លេខខ្ទង់ទី1បាទគឺយើងមានបាទ488បាទ488ហើយនឹងខ្ទង់ទី2បាទគឺយើងមានបាទ612ហើយខ្ទង់ទី3បាទគឺយើងមានបាទ573អញ្ចឹងសង្ឃឹមតែប្រិយមិត្តពុកម៉ែបងប្អូនទាំងអស់គ្នាបាទបានយក3ក៏ដូចជាសភៅបាទកត់រួចរាល់សម្រាប់2លេខក៏ដូចជា3លេខឥឡូវយើងងាកមកមើលជាមួយនឹងការអូសខ្ទង់វិញលេខអូសខ្ទង់បាទគឺយើងមានបាទអូសខ្ទង់10ហើយនឹងអូសខ្ទង់8ស្រាប់បាទលេខនៅថ្ងៃស្អែកហ្នឹងប្រិយមិត្តពុកម៉ែបងប្អូនទាំងអស់គ្នាហើយប្រិយមិត្តទាំងអស់គ្នាដែលគិតថាបាទលេខនេះគឺជាលេខនាំលៀបនាំសំណាងបាទសម្រាប់ពុកម៉ែបងប្អូនទាំងអស់គ្នានៅបាទថ្ងៃស្អែកពុកម៉ែបងប្អូនទាំងអស់គ្នាយកតម្រុយនេះយកទៅលេខបានតែបើប្រិយមិត្តពុកម៉ែបងប្អូនទាំងគ្នាគិតថាបាទប្រិយមិត្តពុកម៉ែបងប្អូនទាំងគ្នាមិនពេញចិត្តជាមួយនឹងតម្រុយដែលខ្ញុំបានឲ្យទៅប្រិយមិត្តពុកម៉ែបងប្អូនទាំងគ្នាទេក៏ប្រិយមិត្តពុកម៉ែបងប្អូនទាំងគ្នាបាទគ្រាន់តែមើលហើយក៏អស់ហើយទៅមិនបាច់យកទៅលេងទេបាទបើពុកម៉ែបងប្អូនទាំងគ្នាមិនពេញចិត្តណាពុកម៉ែបងប្អូនគ្នាគិតថាបាទលេខនេះបាទមិនពេញចិត្តបាទគឺបាទអាចមើលវីដេអូនេះហើយក៏អស់ហើយទៅមិនបាច់យកទៅលេងទេតែបើប្រិយមិត្តពុកម៉ែបងប្អូនទាំងគ្នាគិតថាបាទលេខនេះបាទសម្រាប់លេខនេះគឺជាលេខនាំលៀបនាំសំណាងសម្រាប់ប្រិយមិត្តពុកម៉ែបងប្អូនគ្នាសម្រាប់ថ្ងៃស្អែកបាទបងប្អូនទាំងគ្នាអាចយកទៅលេងបានអញ្ចឹងវីដេអូនេះក៏បានឈានដល់ទីបញ្ចប់ដែរសូមអរគុណហើយសូមគោរពលាសូមឲ្យពុកម៉ែបងប្អូនទាំងគ្នាត្រូវទាំងលេខតូចលេខធំនិងលេខអូសចូលលេខធំទាំងអស់គ្នាអរគុណគោរពលា